ចិនចូលលំដាប់ទី1ជាអ្នកវិនិយោគធំជាងគេនិងជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលរបស់កម្ពុជានេះជាការលើកឡើងរបស់លោកជំទាវសុមេតសុមនីរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មក្នុងពិធីបើកពិព័រណ៍ផលិតផលអាស៊ានកម្ពុជាចិនលើកទី2ឆ្នាំ2026នាថ្ងៃទី19ខែមិថុនាឆ្នាំ2026ពិព័រណ៍នេះគឺជាសក្ខីភាពនៃការរួមចំណែកយ៉ាងសកម្មក្នុងការជំរុញចលនាពាណិជ្ជកម្មនៅកម្ពុជាឲ្យកាន់តែរស់រវើកហើយសាធារណរដ្ឋប្រជាមានិតចិនឈរលំដាប់ទី1ជាអ្នកវិនិយោគធំជាងគេនិងជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលរបស់កម្ពុជាលោកជំទាវលោកជំទាវសុមេតសុមនីបានកោតសរសើរចំពោះការចូលរួមយ៉ាងកកកពីសំណាក់ក្រុមហ៊ុនធុរជននិងវិនិយោគិនទាំងកម្ពុជានិងចិនហើយការជួបជុំគ្នានៅពេលនេះបានឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តរួមគ្នាក្នុងការដាក់តាំងបង្ហាញនៅសេវាកម្មនិងផលិតផលគុណភាពខ្ពស់ជាច្រើនរាប់ចាប់ពីសម្ភារៈបរិក្ខារអគ្គិសនីគ្រឿងអេឡិចត្រូនិកគ្រឿងបន្លាស់រថយន្តគ្រឿងវេចនភ័ណ្ឌសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋានរហូតដល់ការប្រឹក្សាយោបល់ផ្នែកបច្ចេកទេសនិងគម្រោងវិនិយោគនានានេះជាឱកាសសម្រាប់សហគ្រាសនៃប្រទេសទាំងពីរក្នុងការបង្កើនទំនុកចិត្តលើម៉ាកសញ្ញាផលិតផលខ្លួនបង្កើតបណ្ដាញទំនាក់ទំនងនិងស្វែងរកឱកាសចាប់ដៃគូវិនិយោគរួមគ្នាក្នុងវិស័យពាណិជ្ជកម្មសេវាកម្មនិងឧស្សាហកម្មលោកជំទាវរដ្ឋលេខាធិការក៏បានថ្លែងអំណរគុណទៅដល់ក្រុមហ៊ុនជីងបូZeng Peng High Bison Co Ltd USS Power Line International Agency Co Ltd និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបានផ្ដួចផ្ដើមនិងខិតខំប្រឹងប្រែងរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើងប្រកបដោយភាពទាក់ទាញនិងស្តង់ដារខ្ពស់ស្របពេលដែលទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជាចិននិងលំហូរវិនិយោគផ្ទាល់ពីប្រទេសចិនមកកម្ពុជាមានការកើនឡើងជាប្រចាំដោយគ្របដណ្ដប់លើវិស័យកន្លឹះជាច្រើនដូចជាឧស្សាហកម្មកាត់ដេរកសិឧស្សាហកម្មហេដ្ឋារចនាសម្ព័ន្ធធម្មពលទេសចរណ៍និងសេវាកម្មហិរញ្ញវត្ថុលោកជំទាវសង្ឃឹមជឿជាក់ថាតាមរយៈព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់នាថ្ងៃនេះពាណិជ្ជករសហគ្រិនវិនិយោគិននិងធុរជនទាំងក្នុងនិងក្រៅប្រទេសនឹងដណ្ដើមយកឱកាសជួបប្រស័យតាក់ទងគ្នាដោយផ្ទាល់ដើម្បីផ្លាស់ប្តូរព័ត៌មានបង្កើតបណ្ដាញសហប្រតិបត្តិការនិងជំរុញការវិនិយោគនិងលើកទឹកចិត្តដល់ក្រុមហ៊ុននិងដៃគូពាក់ព័ន្ធឲ្យបន្តគំនិតផ្ដួចផ្ដើមរៀបចំពិព័រណ៍ពាណិជ្ជកម្មបែបនេះនៅកម្ពុជាជាបន្តទៀតដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់និងបង្កើនការយល់ដឹងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាបន្ថែមពីនេះដើម្បីចូលរួមជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេភាគីក្រសួងពាណិជ្ជកម្មបានកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការចូលរួមជាមួយភាគីពាក់ព័ន្ធដើម្បីបង្កើនសមត្ថភាពសហគ្រាសក្នុងស្រុកក្នុងការលើកកម្ពស់ស្តង់ដារផលិតកម្មនិងការកែច្នៃផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារចិនដែលមានអ្នកប្រើប្រាស់ជាង 1.4 ប៊ីលាននាក់លោកជំទាវបានបន្ថែមថាតាមរយៈព្រឹត្តិការណ៍ពិព័រណ៍ដ៏មានសារៈសំខាន់នេះពាណិជ្ជករសហគ្រិនវិនិយោគិននិងធុរជនក្នុងនិងក្រៅប្រទេសបាទអាចជួបប្រស័យតាក់ទងគ្នាដើម្បីផ្លាស់ប្ដូរព័ត៌មានបង្កើតបណ្ដាញសហប្រតិបត្តិការនិងជំរុញការវិនិយោគនិងលើកទឹកចិត្តដល់ក្រុមហ៊ុននិងដៃគូពាក់ព័ន្ធទាំងអស់ឲ្យបន្តគំនិតផ្ដួចផ្ដើមរៀបចំពិព័រណ៍ពាណិជ្ជកម្មបែបនេះនៅកម្ពុជាបន្តទៀតដើម្បីធានាបាននូវភាពប្រកួតប្រជែងខ្ពស់និងបង្កើនការយល់ដឹងពីសក្តានុពលសេដ្ឋកិច្ចកម្ពុជាសូមបញ្ជាក់ថាពិព័រណ៍ផលិតផលអាស៊ានកម្ពុជាចិនលើកទី2ឆ្នាំ2026មានរយៈពេល3ថ្ងៃចាប់ពីថ្ងៃទី19ដល់ថ្ងៃទី21ខែមិថុនានៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្របង្ហាញពីផលិតផលក្នុងវិស័យគ្រឿងបន្លាស់យានយន្តគ្រឿងអេឡិចត្រូនិកនិងផលិតផលវេជ្ជនភ័ណ្ឌដោយមានសហគ្រាសមកពីប្រទេសចិនប្រមាណជាង100សហគ្រាសនិងអ្នកវិនិយោគចិនជាច្រើនចូលរួមដោយមានការដាក់តាំងបង្ហាញផលិតផលខ្មែរជាមួយគ្នាក្នុងន័យរឹតចំណងមិត្តភាពកម្ពុជាចិនជាពិសេសឱកាសដើម្បីស្វែងរកដៃគូពាណិជ្ជកម្មនិងដៃគូសហការក្នុងការនាំចូលនិងវិនិយោគនៅក្នុងប្រទេសកម្ពុជា